Hello ทุกท่านนี่คุณสวัสดิ์ก็มากัน Java Programming โอเคอะไรจะมาเรียนมือที่ต้องจิมมือหนึ่งการประดูว่าไม่ได้มาเรียนปีfor loop while loop อะไรจะมาเรียนมือที่ต้องจิมมือหนึ่งการประดูว่าโอเคอาจารย์ខ្ញុំ transfer ការ initialize ដោយ while អញ្ចឹងគឺ integer i ស្មើ0 i ស្មើនឹង0ខ្ញុំប្រើសង្កត do គឺ do មុនបើ body វាអូខេហើយខ្ញុំដាក់ថា while មកកញ្ចក់ semicolon នេះជា expression វាខ្ញុំដាក់ថា e ចូលជា5អូខេខ្ញុំធ្វើការ run program អត់បង្ហាញទាំងអស់ error ព្រោះថាយើងដាក់លក្ខខណ្ឌវាអញ្ចឹងត្រូវ cancel វាចោលមិនអញ្ចឹងកុំតើមកត់ error ខ្ញុំដាក់expression ទី3ឬក៏គេថា increment ឬក៏ decrement ខ្ញុំដាក់ថា e បូកអូខេចេះ run program អត់ error ទេ successful ហើយខ្ញុំធ្វើការ system out print line ខ្ញុំដាក់ថា e ខ្ញុំធ្វើការ run program ហើយ0បដិ4អូខេការប្រើ while ហើយនឹង do while គឺវាមិនខុសគ្នាទេខុសគ្នាតែបន្តិចត្រង់ថាយើងធ្វើហើយបើយើងឆែកលក្ខខណ្ឌគេអត់បានថាដំណើរការហើយបាទយើងឆែកលក្ខខណ្ឌតែ while ចាប់ដើមឆែកលក្ខខណ្ឌហើយមិនដំណើរការគេអត់នេះ while មុខកញ្ចក់ body លក្ខខណ្ឌនេះគឺយើងប្រើលក្ខខណ្ឌនេះហើយបានដំណើរការហើយបានធ្វើការបូកឬក៏ដកប៉ុន្តែនៅពេលយើងប្រើ do while គឺ copy while គឺយើងដំណើរការ body សិនឃើញអត់អានេះគឺឆែកលក្ខខណ្ឌបានដំណើរការ body នៅក្នុងគ្រានេះប៉ុន្តែនៅក្នុង do while គឺយើងដំណើរការក្នុង body ហើយបានឆែកលក្ខខណ្ឌអូខេអញ្ចឹងថាយើងបង្ហាញឬក៏ធ្វើការឲ្យអស់នេះបានឆែកលក្ខខណ្ឌតូចជាងអូខេឥឡូវខ្ញុំធ្វើការបង្ហាញទៅនៃមិញហ្នឹងគឺយើងបង្ហាញយ៉ាងម៉េចគឺ0បដិ4ដូចគ្នាអត់ដូចគ្នាទេអត់ខុសគ្នាទេអញ្ចឹងគ្រាន់តែថាមួយបង្ហាញមុនមួយទៀតអត់ទាន់បង្ហាញឆ្លៃខណ្ឌសិនឧទាហរណ៍ថាខ្ញុំមក0នេះស្មើនឹង5ពេលយើងស្មើនឹង5បើសិនយើងប្រើ var វិញគឺឧទាហរណ៍ថាខ្ញុំបញ្ជាចោលសិនខ្ញុំដាក់ var វិញចេះដាក់ var មេទីមុនហ្នឹងដាក់ var ហើយខ្ញុំដាក់ថា e i តូចជាង5អូខេអញ្ចឹងខ្ញុំធ្វើការ system print out ក្នុងនេះហើយខ្ញុំដាក់ i បូកអូខេអញ្ចឹងខ្ញុំបរិចោលតំណលុបចោលហ្មងទៅពេលធ្វើការ run program គឺអត់បង្ហាញទាំងអស់គឺ error cancel ចោល error អូខេ var ទៅជា5 var បូកខ្ញុំផ្លេចបង្ហាញអូខេខ្ញុំធ្វើការ run program វាតទៅជាមួយនេះ cancel variable time second យើងផ្លេចនេះចោលនេះយើងលុបចោលគ្នាមួយចោលអូខេ run program អូខេអញ្ចឹងអត់បង្ហាញទេខ្ញុំដាក់បង្ហាញតែអត់បង្ហាញទេអូខេអត់ហើយអ្វីពីព្រោះថាវាធ្វើការឆែកលក្ខខណ្ឌសិនលក្ខខណ្ឌដែល5 e ស្មើនឹង5តែលក្ខខណ្ឌនេះ e តូចជាង5អត់ទេពីព្រោះ e ស្មើនឹង5គឺ5ស្មើនឹង5អញ្ចឹងវា fail ចិនដើរអត់ទេអញ្ចឹងវាដើរទេប៉ុន្តែដល់ពេលយើងប្រើ do while ខ្ញុំបិទចោលខ្ញុំដាក់ថា do មុនមុខកញ្ចក់ហើយខ្ញុំដាក់ while semicolon ខ្ញុំដាក់ថា i តូចជាង5នេះចឹងខ្ញុំ print out វាខាងក្នុងហើយខ្ញុំដាក់ i បូកអូខេអញ្ចឹងដូចគ្នាអត់ខ្ញុំប្រើ var មួយ do var សង្កត់ដូចគ្នាគឺបង្ហាញហើយបានបូកអូខេហើយនេះឆែកលក្ខខណ្ឌមុនចំពោះ var ក៏ដូរមុនអញ្ចឹងធ្វើការ run program វាបង្ហាញយើងលេខ5អូខេខុសនេះត្រង់ថានៅពេលយើងប្រើ var គឺឆែកលក្ខខណ្ឌអ
ចឹងវាបង្ហាញទេគឺ fail ហើយប៉ុន្តែនៅពេលយើងប្រើ do while មិនន័យថាវាមិនដឹង fail ឬក៏ true ទេវាដឹងទាំងអស់វាដឹងថាវាធ្វើការហើយបើវាធ្វើការចែកលក្ខខណ្ឌអញ្ចឹងវាបង្ហាញពីយើងលេខ5តែម្ដងអូខេអូខេអញ្ចឹងគឺក្នុងការប្រើ do while គឺមិនខុសគ្នាទេប៉ុន្តែខ្ញុំគ្រាន់តែបញ្យល់លក្ខណៈថាវាខុសគ្នាតាមបន្តិចគឺត្រង់ថាគឺវាធ្វើហើយបើវាចែកលក្ខខណ្ឌមួយនេះគឺវាឆែកលក្ខខណ្ឌហើយបើមិនធ្វើមួយនេះគឺធ្វើឲ្យមិនឆែកលក្ខខណ្ឌហើយចំពោះការបង្ហាញយើងចង់បង្ហាញមុនបានការក្រោយឬក៏ការឲ្យបានបង្ហាញគឺដូចជានឹងខ្ញុំឧទាហរណ៍នៅក្នុងវាអញ្ចឹងចង់ដាក់នេះខាងក្រោមបូកឬក៏យើងចង់ដាក់វាខាងលើបូកបើយើងដាក់វាខាងលើគឺបង្ហាញហើយវាធ្វើការបូកតែបើយើងដាក់វាខាងក្រោមបូកហើយវាធ្វើការបង្ហាញមានន័យថាវាធ្វើការចលនា simulate ថាធ្វើការទីលំដាប់ដោយមកឡាយទៅក្រោមអូខេអត់ដូចនេះចឹងគឺយើងបង្ហាញមិនធ្វើការបូកអូខេអញ្ចឹងដូចចឹងថាតាម do ធ្វើការវាហើយមកហើយចាំឆែកលក្ខខណ្ឌសិនដូចថាឲ្យធ្វើការមុនបើបកខែបើកន្លែងផ្សេងទៀតបើបកខែឲ្យបានធ្វើការអូខេអញ្ចឹងនៅក្នុងការប្រើ do while គឺមានតែប៉ុណ្្នឹងទេនិយាយអំពីភាពខុសគ្នារវាង while និង do while អញ្ចឹងសូមអរគុណបាយបាយ